កាត់ឡើងទេសង្គ្រាមពារសម្ដីឌឺដងដាក់គ្នារវាងអតីតកីឡាករ MMA មាសម៉ាល់និងកីឡាកររឿងសោភ័ណ្ឌដែលកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីមហាជននោះថ្មីនេះเพจដែលមានឈ្មោះថាមាសម៉ាល់បានសរសេរសារបង្ហោះជាបន្តបន្ទាប់ដែលមានខ្លឹមសារថាបើឲ្យខ្ញុំប្រកួតជាមួយកីឡាករទឿបែបនេះខ្ញុំមិនញញឹមទេទោះបីខ្សែក្រវ៉ាត់10ក៏មិនខ្លាចដែរឃើញអញ្ចឹងបើលេងកូនខ្មែរមួយទឹក MMA មួយទឹកសប្បាយប៉ុណ្ណាទេមាសសុទ្ធមិនខ្លាចភ្លើងទេបើគេរៀបចំឲ្យប៉ះគ្នាមែនដឹងតែល្អមើលហើយមួយទឹក MMA 5នាទីមួយទឹកកូនខ្មែរ3នាទីយុទ្ធធម៌ដូចគ្នាមិនបាច់តវ៉ាវាយគុនខ្មែរមុនក៏បានទឹក2 MMA 5នាទីយុទ្ធធម៌ចេះដូចគ្នាលេងធំយ៉ាងណាក៏បានខ្ញុំទទួលបានទាំងអស់ឃើញបែបនេះក៏មានអេដមីនមួយចំនួនបានយកពាក្យដែលមាសម៉ាល់អតីតកីឡាករ MMA យកទៅចែករំលែកបន្តដោយផ្គូផ្គងជាមួយកីឡាករដៃភ្លើងជើងរន្ទះរឿងសោភ័ណ្ឌព្រោះតែម្នាក់ប្រកាសដោយទំនុកចិត្តតែម្នាក់ទៀតហាក់បន្ទន់អេរិយាបថបញ្ជាសង្គ្រាមចង់បង្កើតមិត្តឲ្យបានច្រើនជាងបង្កាត់សត្រូវក្នុងនោះផងដែររឿងសោភ័ណ្ឌក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមដែលមានន័យថាខ្ញុំមិនដែលអួតទេគុនខ្មែរខ្ញុំដើរវាយច្រើនហើយកីឡាករគុនខ្មែរទាំងអស់ជាបងប្អូនជាមិត្តហើយចង់ប្រាប់ថាមិនបាច់ខំហៅខ្ញុំទេខ្ញុំឲ្យឈ្នះទៅមិនបាច់វាយទេខ្ញុំចាញ់ហើយនៅពេលជីវិតមានមិត្តច្រើនសប្បាយចិត្តជាងមានសត្រូវហើយមួយទៀតមើលសិល្បករគេស្រឡាញ់គ្នាណាស់គេជួយគ្នាណាស់សូមឲ្យកីឡាករមើលផងចេះស្រឡាញ់គ្នាទៅជួយគ្នាទៅពេលពួកយើងមានរឿងអ្វីមួយចេះជួយគ្នាទៅហើយកីឡាករគុនខ្មែរទាំងអស់មិនមែនកូនអ្នកមានមកហាត់វាយទេគឺកូនអ្នកក្រទាំងអស់ចេះជួយគ្នាទៅអរគុណបងប្អូនរិះគន់នឹងបងប្អូនស្រឡាញ់ចូលចិត្តខ្ញុំមានបងប្អូនគាំទ្រទៅខ្ញុំមានថ្ងៃនេះសុំទោសនិយាយច្រើនបន្តិចហើយបន្ទាប់ពី admin មួយចំនួនផ្គូផ្គងហើយរឿងសោភ័ណ្ឌឆ្លើយតបបែបនេះเพจដែលមានឈ្មោះថាមាសម៉ាល់បានសរសេរសារបង្ហោះកាលពីថ្ងៃទី8មេសាថាក្រុមពួកadmin កន្ធោអាចយករូបខ្ញុំទៅកាត់តផ្គូផ្គងតែគ្នាវាខ្ញុំគ្រាន់តែសរសេរ caption ពីលើវាថាឯងចង់បបួលរឿងសោភ័ណ្ឌវាយពួកពូកែលៀបពណ៌អស់នេះមិនព្រមតៃហោងឲ្យអស់ទៅគ្នាវាមានមិនច្រើនទេតែវាចូលចិត្តបំផ្លាញគេខ្លាំងណាស់នឹងលៀបពណ៌ឲ្យគេស្អប់បុគ្គលម្នាក់ដូចខ្ញុំបានប្រាប់បងប្អូនអញ្ចឹងសង្គមមួយនេះបើពួកវាស្អប់អាណាវាជន់អានឹងតែគិតខុសហើយត្រឹមសត្វដេរេឆានប៉ុន្មានក្បាលមិនឈឺទេសម្រាប់ខ្ញុំវាគ្មានអីអស្ចារ្យទេពួកអស់នេះចូលបងប្អូនយល់យ៉ាងណាដែរការលើកឡើងរបស់កីឡាករដៃភ្លើងជើងរន្ទះរឿងសោភ័ណ្ឌនិងអតីតកីឡាករ MMA មាសម៉ាល់បែបនេះសូមចូលរួម comment និង share តាមការគួរ